រឿងនិទានខ្មែរសុភីបនិងផ្កាឈូកប្រាក់នៅភូមិដ៏តូចមួយក្បែរប្រាសាទបុរាណសុភីបនិងម្ដាយតែងតែដើរឆ្លងកាត់វាលស្រែខៀវស្រងាត់ពួកគេតែងតែចេញទៅបេះផ្លែឈើនិងអុសដើម្បីជួយគ្រួសារព្រះអាទិត្យពេលព្រឹកកំពុងបញ្ចេញពន្លឺពណ៌មាសនៅលើស្រូវម្ដាយរបស់សុភីបនិយាយថាកូនទៅរកអុសនៅខាងមុខចុះម្ដាយនឹងទៅរកផ្លែឈើនៅម្ខាងទៀតសុភីបងក់ក្បាលយ៉ាងស្មោះត្រង់បាទម៉ែគាត់ក៏ដើរចេញទៅតែម្នាក់ឯងនៅពេលកំពុងដើរក្បែរត្រពាំងទឹកក្បែរប្រាសាទសុភីបក៏បានឃើញអ្វីម្យ៉ាងចម្លែកសុភីបឈរមើលទៅក្នុងទឹកដោយភាពភ្ញាក់ផ្អើលនៅក្នុងទឹកថ្លាមានផ្កាឈូកមួយតូចពណ៌ប្រាក់ភ្លឺថ្លាចាំងពន្លឺក្នុងទឹកស្រះពន្លឺពណ៌ប្រាក់ចាំងចេញពីផ្កាឈូកសុភីបមិនដែលឃើញផ្កាដែលស្អាតបែបនេះទេគាត់ក៏លូកដៃទៅប៉ះផ្កានោះសុភីបលូកដៃទៅក្នុងទឹកនៅពេលដែលគាត់លើកវាឡើងផ្កាឈូកពណ៌ប្រាក់ក៏បញ្ចេញពន្លឺកាន់តែខ្លាំងឡើងផ្កាឈូកពណ៌ប្រាក់បញ្ចេញពន្លឺក្នុងដៃរបស់សុភីបវាមានអារម្មណ៍ថាត្រជាក់និងបរិសុទ្ធនៅក្នុងដៃរបស់គាត់សុភីបមើលផ្កាដោយក្តីរំភើបនៅពេលដែលសុភីបបំរុងនឹងត្រឡប់ទៅផ្ទះវិញស្រាប់តែមានឈ្មួញម្នាក់ឈ្មោះលោកក្រោកដើរមកលោកក្រោកឈរនៅពីមុខសុភីបគាត់គឺជាមនុស្សម្នាក់ដែលលោភលន់និងចូលចិត្តកុហកលោកក្រោកសម្លឹងមើលផ្កាឈូករបស់សុភីបដែលភ្នែកលោភលន់ឃើញផ្កាឈូករបស់សុភីបភ្លឺចែងចាំងគាត់ក៏និយាយថាឯងលួចផ្កាឈូករបស់អញមែនទេលោកក្រោកនិយាយដោយកំហឹងសុភីបតបដោយការភ្ញាក់ផ្អើលទេខ្ញុំមិនបានលួចអ្វីទេសុភីបគ្រវីក្បាលប៉ុន្តែលោកក្រោកមិនស្ដាំលោកក្រោកឆក់យកផ្កាឈូកពីដៃសុភីបនៅពេលដែលគាត់យកវាដល់ដៃផ្កាឈូកក៏ប្រែទៅជាដុំថ្មពណ៌ប្រផេះលោកក្រោកមិនយល់ថាហេតុអ្វីបានជាផ្កាឈូកคล้ายជាដុំថ្មឡើយលោកក្រោកមើលដុំថ្មក្នុងដៃដោយភាពមិនជឿគាត់ព្យាយាមដុតវាបោះវាចោលប៉ុន្តែវានៅតែជាដុំថ្មលោកក្រោកខឹងខ្លាំងណាស់សុភីបក៏មានការងឿងឆ្ងល់យ៉ាងខ្លាំងសុភីបឈរមើលដោយភាពស្រងាត់ចិត្តពួកគេក៏នាំគ្នាទៅរកព្រឹទ្ធាចារ្យដើម្បីសុំឲ្យជួយដោះស្រាយអ្នកភូមិនិងព្រឹទ្ធាចារ្យជួបជុំគ្នាអ្នកភូមិទាំងអស់បានមកជួបជុំគ្នាដើម្បីមើលថាមានរឿងអ្វីកើតឡើងអ្នកភូមិសម្លឹងមើលលោកក្រោកព្រឹទ្ធាចារ្យនិយាយដោយចិត្តត្រជាក់តើមានរឿងអ្វីកើតឡើងព្រឹទ្ធាចារ្យសម្លឹងមើលអ្នកទាំងពីរសុភីបបាននិយាយរឿងទាំងស្រុងជូនព្រឹទ្ធាចារ្យស្ដាប់សុភីបនិយាយប្រាប់ព្រឹទ្ធាចារ្យដោយភាពស្មោះត្រង់គាត់បាននិយាយថាគាត់បានរកឃើញផ្កាឈូកពណ៌ប្រផេះនៅក្នុងត្រពាំងហើយវាភ្លឺចែងចាំងនៅក្នុងដៃរបស់គាត់លោកក្រោកបានព្យាយាមអះអាងថាផ្កាឈូកនោះជារបស់គាត់លោកក្រោកនិយាយកុហកដោយភាពខឹងសម្បាខ្ញុំគ្រាន់តែចង់ជួយម៉ែខ្ញុំចង់រកអូសមកផ្ទះសុភីបនិយាយដោយស្មោះត្រង់ខ្ញុំមិនដែលលួចផ្កាឈូករបស់លោកក្រោកទេសុភីបនិយាយដោយភាពជឿជាក់ព្រឹទ្ធាចារ្យញញឹមតិចតិចហើយនិយាយដោយភាពជឿជាក់ថាផ្កាឈូកនេះជារបស់ចៅសុភីបទេបន្ទាប់មកគាត់បានសុំឲ្យលោកក្រោកហុចដុំថ្មដែលជាផ្កាឈូកនោះទៅឲ្យសុភីបលោកក្រោកហុចដុំថ្មឲ្យសុភីបនៅពេលដែលសុភីបយកផ្កាឈូកមកដល់ដៃផ្កាឈូកក៏ប្រែទៅជាពណ៌ប្រាក់ភ្លឺថ្លាជាងមុនទៅទៀតផ្កាឈូកពណ៌ប្រាក់ចាំងពន្លឺក្នុងដៃរបស់សុភីបអ្នកភូមិទាំងអស់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងអ្នកភូមិសម្លឹងមើលផ្កាឈូកដោយភាពមិនជឿវាបានបញ្ចេញពន្លឺពណ៌មាសនិងពណ៌ប្រាក់ពន្លឺពណ៌មាសនិងពណ៌ប្រាក់ចាំងចេញពីផ្កាឈូកហើយភ្លាមនោះផ្កាឈូកពណ៌ប្រាក់ក៏បញ្ចេញពន្លឺកាន់តែខ្លាំងឡើងផ្កាឈូកបានប្រែទៅជាមាសនិងប្រាក់រួចក៏ធ្លាក់ចុះមកដីដូចជាទឹកភ្លៀងអ្នកភូមិទាំងអស់គ្នាមានសេចក្តីត្រេកអរយ៉ាងខ្លាំងហើយអ្នកភូមិក៏នាំគ្នាប្រមូលមាសនិងប្រាក់នោះភូមិទាំងមូលបានក្លាយទៅជាអ្នកមានអ្នកភូមិមានសេចក្តីសុខណាស់ចំណែកលោកក្រោកគ្មានអ្វីសេសសល់ហើយគាត់ក៏ចាក់ចេញពីភូមិទៅហើយសុភីបនិងម្ដាយរស់នៅយ៉ាងមានសេចក្តីសុខអ្នកភូមិតែងតែចងចាំមេរៀនរបស់សុភីបពួកគេដឹងថាភាពស្មោះត្រង់គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតហើយពួកគេក៏រស់នៅយ៉ាងមានសេចក្តីសុខរៀងរហូតមកសូមទស្សនានៅវីដេអូក្រោយៗទៀតប្រសិនជាបងប្អូនចូលចិត្តសូមជួយ like share subscribe ម្នាក់មួយផងសូមអរគុណ